あと最後のタイトルマッチでタイムさん上がってください。បាទនឹងក្រុមជើងវត្តមានកីឡាករមកពីប្រទេសជប៉ុនតៃម៉ូហ៊ីសៃអាយយបាទណែតៃម៉ូអត់ភ្លេចទេខ្សែក្រវ៉ាត់ដែលខ្លួនធ្លាប់ប្រកួតបានលើកមុនបាទហើយខ្លួនថានឹងមកជប់មួយខ្សែទៀតតែចម្រើនថាជប់សិនបាទហើយក៏ចម្រើនក៏បានបោះពាក្យសម្ដីថាចាំមើលដល់ថ្ងៃប្រកួតខ្ញុំនឹងគេហៅថាសងសឹកឲ្យសិស្សបាទរួមគុណបាទរួមគុណរបស់យើងតែកន្លងទៅបាទបរាជ័យនៅក្រោមដៃតៃម៉ូគឺមានរហូតដល់3រូបកន្លងមកហើយបាទមានដំបូងគេហ្នឹងគឺអែមសុធីបាទចប់ពីអែមសុធីមកគឺដល់ពេជ្រសម្បត្តិកាលនោះសម្បត្តិឈ្នះបន្ទុកបាទទៅពេលទៅប្រទេសជប៉ុនវិញសម្បត្តិចាញ់សឡប់បន្ទាប់មកទៀតបាទឈុតសេរីវ៉ាន់ថងចាញ់សឡប់រហូតដល់ចាញ់សឡប់ម្ដងបាទហើយមកកាន់កម្ពុជារបស់យើងដណ្ដើមនៅខ្សែក្រវ៉ាត់នៅនឹងស្មារបស់តៃម៉ូនឹងហើយដែលវ៉ាន់ថងបាត់បង់ខ្សែក្រវ៉ាត់មួយខ្សែបាទពីកម្ពុជាកេនស្បឺករីជសីគុណខ្មែរបាទទឹកដីនៅផ្លូវវែងស្រេងបាទអញ្ចឹងថ្ងៃនេះនៅកបូលទៀតទៅអត់ឆ្ងាយពីភ្នំពេញរបស់យើងទេមួយខ្សែទៀតដែលជាខ្សែក្រវ៉ាត់មួយខ្សែមិនអាចកាត់